ប៉ុន្មានសប្តាហ៍បន្ទាប់ពីបទឈប់បាញ់នៅហ្គាសាយុទ្ធជនហាម៉ាស់ជាច្រើនអ្នកនៅតែជាប់គាំងនៅក្នុងផ្លូវរួមក្រោមដីក្រោមជ្រៅនៅក្រោមគំនរបាក់បែកនៃទីក្រុងរ៉ាហ្វាភាគខាងត្បូងហ្គាសាសង្គ្រាមមិនទាន់ចប់នៅឡើយទេយុទ្ធជនហាម៉ាស់ជាច្រើនអ្នកដែលបែកខ្ញែកទៅជាសម្ព័ន្ធឯករាជ្យត្រូវបានជាប់នៅក្នុងផ្លូវរួមក្រោមដីនៅពីក្រោយខ្សែបន្ទាត់អ៊ីស្រាអែលខណៈដែលក្រុមអ្នកសម្របសម្រួលព្យាយាមស្វែងរកដំណោះស្រាយដែលមិនធ្វើឲ្យបទឈប់បាញ់រយៈពេល1ខែនៅហ្គាសាដួលរលំបញ្ហានៃរបៀបដោះស្រាយជាមួយយុទ្ធជនហាម៉ាស់រហូតដល់200នាក់នៅក្នុងទឹកដីដែលកាន់កាប់ដោយអ៊ីស្រាអែលនៅហ្គាសាគឺច្រើនជាងបញ្ហាយុទ្ធសាស្ត្រសម្រាប់យោធាអ៊ីស្រាអែលវាជាបញ្ហាការទូតដ៏រសើបមួយដែលគ្មានផ្លូវចេញច្បាស់លាស់កោសិកាទាំងនេះហើយវាមិនច្បាស់ថាមានប៉ុន្មានអ្នកឬទីតាំងពិតប្រាកដរបស់ពួកគេបានពង្រឹងខ្លួនឯងនៅក្នុងផ្លូវរួមក្រោមដីទាំងនេះចាប់តាំងពីបទឈប់បាញ់បានបែងចែកហ្គាសាតាមបណ្ដោយខ្សែបន្ទាត់ពណ៌លឿងកាលពី1ខែមុនអ៊ីស្រាអែលកាន់កាប់ទឹកដីនៅខាងកើតនៃខ្សែបន្ទាត់ខណៈពេលដែលហាម៉ាស់អាងអំណាចឡើងវិញនៅខាងលិចរបស់ខ្លួននាយករដ្ឋមន្ត្រីប៊េនចាមីននេតានយ៉ាហ៊ូបានបញ្ជាក់យ៉ាងច្បាស់ថាលោកមិនមានបំណងគ្រាន់តែអនុញ្ញាតឲ្យសម្ព័ន្ធឯករាជ្យហាម៉ាស់ដែលចេញពីផ្លូវរួមក្រោមដីហើយត្រឡប់ទៅផ្នែកដែលគ្រប់គ្រងដោយហាម៉ាស់នៃហ្គាសាវិញនោះទេក្រុមហាម៉ាស់បាននិយាយថាពួកសកម្មប្រយុទ្ធរបស់ខ្លួននឹងមិនដែលប្រគល់ខ្លួនហើយប្រគល់អាវុធរបស់ពួកគេឡើយយោងតាមប្រភពពីរបស់អ៊ីស្រាអែលរដ្ឋបាលលោកទ្រឹមកំពុងជំរុញអ៊ីស្រាអែលឲ្យធ្វើឲ្យមានវឌ្ឍនភាពឆ្ពោះទៅរកដំណោះស្រាយដែលអាចអនុវត្តបានមួយចំនួនហើយកូនប្រសាររបស់លោកទ្រឹមគឺលោក Jared Kushner ដែលជាអ្នកតំណាងសហរដ្ឋអាមេរិកបានលើកឡើងពីបញ្ហានេះជាមួយលោក Netanyahu នៅក្នុងកិច្ចប្រជុំកាលពីដើមសប្តាហ៍នេះប្រភពមួយបាននិយាយថាជនជាតិអាមេរិកចង់ឈានទៅមុខដល់ដំណាក់កាលបន្ទាប់និងបិទឯកសារអ្នកទោសរ៉ាហ្វាដំណាក់កាលទី2នៃបទឈប់បាញ់ពាក់ព័ន្ធនឹងការបង្កើតកម្លាំងសន្តិសុខអន្តរជាតិនៅហ្គាសាការរំសាយអាវុធរបស់ហាម៉ាស់និងការដកកងកម្លាំងអ៊ីស្រាអែលបន្ថែមទៀតធាតុផ្សំនីមួយៗតម្រូវឲ្យមានការចរចាដ៏លំបាកជាមួយប្រទេសជាច្រើនហើយពួកសកម្មប្រយុទ្ធហាម៉ាស់នៅហ្គាសាគឺជាបំណែកមួយទៀតនៃល្បែងផ្គុំរូបការទូតតែកាន់តែលំបាកប្រភពមួយទៀតបាននិយាយថាគំនិតមួយគឺការនិរទេសពួកសកម្មប្រយុទ្ធទៅកាន់ប្រទេសទី3ដោយប្រទេសទូគីត្រូវបានចាត់ទុកថាជាជម្រើសដែលអាចធ្វើទៅបានប៉ុន្តែគ្មានដំណោះស្រាយបែបនេះណាមួយបានកើតឡើងទេពេញមួយសប្តាហ៍ការិយាល័យរបស់លោក Netanyahu បានចេញការបដិសេធជាច្រើនទាក់ទងនឹងរបាយការណ៍ផ្សេងៗអំពីការដោះលែងអ្វីដែលអ៊ីស្រាអែលមើលឃើញថាជាកោសិកាភេរវកម្មនាយករដ្ឋមន្ត្រីមិនបានបដិញ្ញាចិត្តចំពោះអាមេរិកឲ្យដោះលែងអ្នកទោសពីរ៉ាហ្វាទេមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារដោយបន្ថែមពី3ម៉ោងក្រោយមកថាផ្ទុយពីរបាយការណ៍គ្មានដំណោះស្រាយតែបានព្រមព្រៀងគ្នាទេបើគ្មានដំណោះស្រាយទេបន្ទប់ឃុំឃាំងទាំងនោះគឺជាគ្រាប់បែកពេលវេលាដែលកំពុងតែរលត់ទៅដោយមានលទ្ធភាពទទួលបានអាហារនិងទឹកតិចតួចគឺគ្មានសោះពួកសកម្មប្រយុទ្ធហាម៉ាស់ត្រូវបានទុកចោលជាមួយនឹងជំរឿសាមញ្ញមួយចុះចាញ់ឬប្រយុទ្ធលោក Mohammed Shahada អ្នកជំនាញខាងហ្គាសានៃក្រុមប្រឹក្សាអឺរ៉ុបស្ដីពីទំនាក់ទំនងការបរទេសពីមុនបានប្រាប់សារព័ត៌មាន CNN ថាហាម៉ាស់មិនដឹងថាមានមនុស្សប៉ុន្មាននាក់ដែលនៅរស់រានមានជីវិតនោះទេហើយភាពជាប់គាំងនេះបានបង្ហាញឲ្យឃើញរួចហើយនៅការគំរាមកំហែងដល់បទឈប់បាញ់ទាំងមូលដែលបានចូលជាធំមាននៅថ្ងៃទី10ខែតុលាវាទំនងជាថាបន្ទប់ឃុំឃាំងដាច់ដោយឡែកទាំងនេះត្រូវបានដកចេញពីបញ្ជីការនិងការគ្រប់គ្រងរបស់ហាម៉ាស់ទទួលខុសត្រូវចំពោះការវាយប្រហារថ្មីលើកងកម្លាំងអ៊ីស្រាអែលដែលជំរុញឲ្យមានការសងសឹកយ៉ាងខ្លាំងរបស់អ៊ីស្រាអែលនិងគំរាមកំហែងដល់បទឈប់បាញ់ពីរដងនៅថ្ងៃទី19ខែតុលាបន្ទាប់ពីទាហានអ៊ីស្រាអែល2នាក់ត្រូវបានសម្លាប់នៅរ៉ាហ្វាអ៊ីស្រាអែលបានវាយប្រហារដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់44នាក់ជាងមួយសប្តាហ៍ក្រោយមកការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង100នាក់រួមទាំងកុមាររាប់សិបនាក់បន្ទាប់ពីទាហានអ៊ីស្រាអែលម្នាក់ទៀតត្រូវបានសម្លាប់នៅរ៉ាហ្វានៅក្នុងបរិយាកាសបច្ចុប្បន្នជាមួយនឹងការទូតជាប់គាំងរវាងដំណាក់កាលទី1និងទី2នៃបទឈប់បាញ់ទាំងអ៊ីស្រាអែលនិងហាម៉ាស់មិនរើបម្រាស់ឡើយនៅថ្ងៃអាទិត្យកងយោធារបស់ហាម៉ាស់បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថាមិនមានពាក្យដូចជាការឡោមព័ទ្ធឬប្រគល់ខ្លួនទៅឲ្យស្ត្រូវទេកងពលតូចអាល់កាសាមបាននិយាយថាយើងដាក់អ្នកសម្របសម្រួលនៅចំពោះមុខការទទួលខុសត្រូវរបស់ពួកគេហើយពួកគេត្រូវតែស្វែងរកដំណោះស្រាយដើម្បីធានាបាននូវការបន្តបទឈប់បាញ់ក្នុងករណីដែលគ្មានដំណោះស្រាយកងកម្លាំងការពារអ៊ីស្រាអែលបានប៉ះទង្គិចជាមួយសម្ព័ន្ធឯករាជ្យហាម៉ាស់ទាំងនេះនៅក្រោមដីពីរដងក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះនៅថ្ងៃពុធកងកម្លាំងការពារជាតិអ៊ីស្រាអែលបាននិយាយថាកងទ័ពរបស់ខ្លួនកំពុងប្រតិបត្តិការដើម្បីគ្រោះរើហេដ្ឋារចនាសម្ព័ន្ធក្រោមដី
នៅពេលដែលពួកគេបានកំណត់អត្តសញ្ញាណបុព្វេវក4នាក់នៅក្នុងតំបន់ដែលកាន់កាប់ដោយអ៊ីស្រាអែលក្នុងករណីទាំងពីរកងទ័ពអ៊ីស្រាអែលបានបើកការបាញ់ប្រហារកងកម្លាំងការពារជាតិអ៊ីស្រាអែលបាននិយាយថាសកម្មភាពទាំងនេះគឺស្របតាមកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកដែលអនុញ្ញាតឲ្យមានការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធានិងផ្លូវរួមក្រោមដីនៅហ្គាហ្សាប៉ុន្តែហាម៉ាស់ចាត់ទុកពួកគេថាជាការរំលោភបំពានយ៉ាងច្បាស់លាស់លើផែនការ20ចំណុចលោកនេតាន់យ៉ាហ៊ូបានស្ថិតនៅក្រោមសម្ពាធពីក្រុមស្ដាំនិយមអ៊ីស្រាអែលរួចហើយដើម្បីបដិសេធកិច្ចព្រមព្រៀងណាមួយដែលនឹងផ្ដល់ផ្លូវឆ្លងកាត់ដោយសុវត្ថិភាពដល់ក្រុមសកម្មប្រយុទ្ធទៅកាន់ទឹកដីដែលគ្រប់គ្រងដោយក្រុមហាម៉ាស់កាលពីថ្ងៃអង្គារអតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោកអាវីកលីបឺម៉ាន់បាននិយាយនៅលើ X ថាសម្រាប់ភេវករដែលបានសម្លាប់ទាហានកងកម្លាំងការពារជាតិអ៊ីស្រាអែលបន្ទាប់ពីបទឈប់បាញ់ត្រូវបានប្រកាសត្រូវតែមានជម្រើសតែពីរប៉ុណ្ណោះការចុះចាញ់និងការជាប់ពន្ធនាគារឬការស្លាប់យេសម្ពាធនយោបាយនោះបានកំណត់ជម្រើសជាក់ស្ដែងរបស់លោកនេថាញ៉ាហ៊ូសម្រាប់ដំណោះស្រាយតែអាចទទួលយកបានដោយដឹងថាលោកនឹងប្រឈមមុខនឹងការរិះគន់ប្រសិនបើលោកត្រូវបានគេយល់ឃើញថាកំពុងចុះចូលនឹងការទាមទាររបស់ហាម៉ាស់យោងតាមផែនការរបស់សហរដ្ឋអាមេរិកពួកសកម្មប្រយុទ្ធហាម៉ាស់អាចនឹងត្រូវបានផ្ដល់ការលើកលែងទោសប្រសិនបើពួកគេបោះបង់ចោលអាវុធរបស់ពួកគេហើយបដិញ្ញាចិត្តចំពោះការរួមរស់ដោយសន្តិភាពបញ្ហារបស់ពួកសកម្មប្រយុទ្ធក្រោមដីទំនងជាមិនធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងបត់ឈប់បាញ់ទាំងមូលដោយខ្លួនឯងនោះទេហើយសហរដ្ឋអាមេរិកកំពុងវិនិយោគកិច្ចខិតខំប្រឹងប្រែងនិងដើមទុននយោបាយយ៉ាងច្រើនក្នុងការធានាថាផែនការនេះដំណើរការទៅមុខប៉ុន្តែវាគឺជាឧបសគ្គដ៏លំបាកមួយទៀតសម្រាប់អ្នកសម្របសម្រួលខណៈពេលដែលពួកគេព្យាយាមរក្សាបទឈប់បាញ់នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN នៅថ្ងៃទី15 វិច្ឆិកា 2025